សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ណែនាំអ្នកនរគ្នាអំពី plugin មួយដែលនៅក្នុង FL Studio ដែលវាកប់នៅខាងក្នុង FL Studio ហើយភាគច្រើនគឺវាបានដាក់នៅក្នុង default ឲ្យបានយើងឃើញឯងហើយវាមានឈ្មោះថា Yotaso អាហ្នឹងគឺជា lead sync សម្រាប់អ្នកធ្វើ hip hop ឬក៏អ្នកចូលចិត្តធ្វើ sync EDM អីឬក៏ធ្វើភ្លេងបែបសេរីពួក universe អីអ្នកនរគ្នាអាចប្រើ sync នឹងបានព្រោះ sync នឹងព្រោះហើយវាមានfeature ច្រើនមែនទែនសម្រាប់ការកែទាំង key ក៏បានunison ធ្វើឲ្យសលេងវាយក៏បានវាមាន compressor វាមាន clip នៅក្នុងហ្នឹងវាមាន resonance វាមាន slide ចាខ្ញុំបង្ហាញអ្នកនរគ្នាអំពីអាមួយវាខុសគ្នាមិនដើម្បីបាន plugin មួយនេះអ្នកនរគ្នាគ្រាន់តែចូលមកកន្លែង search មកហើយ search ពាក្យថា Yota មកវានឹង load មកកន្លែងនេះ Yota Saw ហើយបន្ទាប់មកគ្រាន់តែទាញវាយកមកដាក់ឬក៏ចុចអាកន្លែងនេះមកនេះ open a new channel នេះបន្ទាប់មកវានឹងចេញបែបនេះហើយបងប្អូនអរគ្នាចាំមកខ្ញុំសាកតេស្តឲ្យមើលនឹងគឺជាសលេង lead saw ហើយ unison គឺយើងធ្វើសម្រាប់ឲ្យសលេងហ្នឹងដូចវាបើកធំហិចឲ្យវាវាយទៅនៅពេលដែលបងប្អូនអរគ្នាសាកទៅអ្នកនរគ្នានឹងដឹងថាវាផ្លាស់ប្ដូរមិននៅក្នុង sound របស់យើងហើយនេះ pressure បងប្អូន DJ យើងប្រហែលជាស្គាល់ហើយអានេះសម្រាប់ compressor អានេះគឺយើងប្រើសម្រាប់ clipper ហើយនេះសម្រាប់ resonance វាធ្វើឲ្យវារៀងកប៉ោងដូចវាមានបាសសាប់ពីក្រោមអញ្ចឹងណាហើយនេះសម្រាប់ slide អានេះខ្ញុំចូលចិត្តប្រើអានេះគឺ grid របស់វាអញ្ចឹងជាទូទៅភាគច្រើន tool ដែលខ្ញុំប្រើក្នុងនេះគឺ unison resonance ហើយនិង slide press នេះគឺខ្ញុំអត់ដែរប្រើទេហើយសម្រាប់ key នេះគឺយើងចង់ដូរ key វាចឹងអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានសង្ឃឹមថាអ្នកនរគ្នាសាកយកទៅប្រើមើលតើថាអ្នកនរគ្នាពេញចិត្តសម្រាប់ Yota Soul ទាំងអស់អរគុណ